រដ្ឋជាបរិសុទ្ធវ័យ26ឆ្នាំទើបតែរកបានការងារថ្មីដោយសារប្រាក់ខែតិចគាត់បានជួលផ្ទះមួយក្នុងតម្លៃថោកខ្លាំងម្ចាស់ផ្ទះនិយាយមុនថាផ្ទះនេះថោកតែបន្តិចតែបើឮសំឡេងអ្វីនៅម៉ោង12យប់កុំបើកទ្វាររដ្ឋសើចបងសម័យ AI ហើយអ្នកណានៅជឿខ្មោចទៀតយប់ដំបូងតុកមានអ្នកគោះទ្វាររដ្ឋមើលម៉ោង12:00យប់គាត់នឹកឃើញពាក្យម្ចាស់ផ្ទះប៉ុន្តែចិត្តចង់ដឹងឈ្នះការភ័យគាត់បើកទ្វារគ្មានអ្នកណាទេតែមានស្បែកជើងចាស់មួយគូគាត់យកចូលផ្ទះភ្លាមនោះសំឡេងមួយលាន់ឡើងពីក្រោយអរគុណខ្ញុំដើររត់3ឆ្នាំហើយរដ្ឋស្រែកលាន់ហើយងាកក្រោយមានខ្មោចបរោះស្លៀកអាវសាស្គមម្នាក់ឈររដ្ឋញ័រជើងបងមកយកជីវិតខ្ញុំមែនខ្មោចឆ្លើយស្ងាត់អត់ទេខ្ញុំមកយកស្បែកជើងខ្ញុំវិញខ្មោចពាក់ស្បែកជើងរួចដើរទៅប៉ុន្តែដើរបាន2ជំហានក៏ងាកមកវិញមាន Wi-Fi password អត់រត់ស្ទើរតែសន្លប់ចាប់ពីថ្ងៃនោះទៅខ្មោចតែងតែមកលេងមិនលងទេមកខ្ចី Wi-Fi មើល YouTube មកសុំឆ្នាំងដាំមីមកសុំឆាត ChatGPT ឲ្យសរសេរសម្បត្តិសុំទោសអតីតសង្សាររត់ក៏ចាប់ផ្ដើមស៊ាំពេលខ្លះអ្នកទាំងពីរអង្គុយមើលបាល់ទាត់ជាមួយគ្នាខ្មោចស្រែកខ្លាំងជាងអ្នកគ្រប់គ្រងទៀតតែខ្លែងមួយរត់សួរបងស្លាប់ដោយសារអីខ្មោចដកដង្ហើមធំអៀននិយាយប្រាប់មកថ្ងៃនោះខ្ញុំរត់គេចឆ្កែហើយរអិលសម្បកចេកហើយដួលចូលលុបស្លាប់តែម្ដងអត់ខ្មាស់គេពេករត់ស្ងាត់3វិនាទីរួចផ្ទុះសំណើចយប់មួយសំឡេងគោះទ្វារលាន់ឡើងវិញតុកខ្មោចនោះមើលទៅភ័យខ្លាំងកុំបើករត់ឆ្ងល់ហេតុអីខ្មោចខ្សឹបខាងក្រៅនឹងជាម្ចាស់ផ្ទះហើយខ្ញុំជពាក់ថ្លៃជួលគាត់15ឆ្នាំហើយរត់បើកទ្វារភ្លាមម្ចាស់ផ្ទះឈរញញឹមខ្មោចនៅក្នុងមែនទេរត់ងក់ក្បាលម្ចាស់ផ្ទះស្រែកចូលក្នុងផ្ទះអើយងក់ហើយក៏នៅមិនព្រមបង់ថ្លៃជួលទៀតខ្មោចលោតចេញតាមបង្អួចរត់បាត់ទាំងពាក់ស្បែកជើងខុសជើងរត់សោចរហូតដល់ស្រក់ទឹកភ្នែកចាប់ពីថ្ងៃនោះមកគាត់មិនដែលឃើញខ្មោចនោះទៀតទេប៉ុន្តែរៀងរាល់ថ្ងៃទី1ដើមខែនៅមុខផ្ទះតែមានលុយដាក់ក្នុងស្រោមសំបុត្រមួយខាងលើសរសេរថាថ្លៃ Wi-Fi ខែនេះកុំប្រាប់ម្ចាស់ផ្ទះថាខ្ញុំនៅរស់នៅឡង